មានមនុស្សជាច្រើនចង់ក្លាយជាមេដឹកនាំចង់ធ្វើជាចៅវាយនាយចង់ធ្វើជាមេគ្រួសារឬចង់ធ្វើជាអ្នកដឹកនាំស្ថាប័នប៉ុន្តែការមានអំណាចគឺជារឿងមួយការប្រើប្រាស់អំណាចឲ្យគេគោរពស្រឡាញ់គឺជារឿងមួយទៀតព្រះពុទ្ធទ្រង់បានសម្ដែងនូវធម៌10យ៉ាងសម្រាប់អ្នកដឹកនាំគ្រប់រូបមិនថាជាស្ដេចឬក៏ជាមេផ្ទះធម៌នេះឈ្មោះថាទេសពិតរិទ្ធធម៌ទេសពិតរិទ្ធធម៌បើអ្នកដឹកនាំណាមានធម៌នេះអ្នកនៅក្រោមបង្គាប់នឹងគោរពដោយស្មោះហើយស្ថាប័ននោះនឹងរីកចម្រើនតើធម៌10យ៉ាងនោះមានអ្វីខ្លះសូមគុណម្ចាស់ញាតិញោមរីករាយសម្ដាប់ដូចតទៅនេះអាត្មាភាពក៏បានបែងចែកជាផ្នែកទៅៗផងដែរទាំងអស់មាន3ផ្នែកផ្នែកទី1គឺធម៌នៃការឲ្យនិងសិលធម៌ទី1ទានមេដឹកនាំត្រូវចេះលះបង់មិនមែនចាំតែយកផលប្រយោជន៍ពីកូនចៅទេតែត្រូវចេះឲ្យរង្វាន់ចេះលើកទឹកចិត្តនិងចេះជួយពេលកូនចៅមានទុក្ខមេដែលកំណាញ់គ្មានអ្នកណាស្ម័គ្រចិត្តស្លាប់ជំនួសនោះទេទី2សិលៈមេដឹកនាំត្រូវមានវិន័យនិងមានចរិតថ្លៃថ្នូរបើមេដឹកនាំធ្វើអាក្រក់មានថាពាក្យស្នាលេងល្បែងណាកូនចៅនឹងអីគេកូនចៅនឹងធ្វើតាមកូនចៅនឹងធ្វើតាមគំរូល្អមានតម្លៃជាងពាក្យព្រាមប្រដៅណាមានតម្លៃជាងពាក្យព្រាមប្រដៅ3បរិច្ចាគការលះបង់ក្តីសុខផ្ទាល់ខ្លួនដើម្បីប្រយោជន៍រួមសុខចិត្តហត់ជាងគេអញ្ចឹងចូលធ្វើតាមមុនគេចេញក្រោយគេណាមានថាបរិច្ចាគហ្នឹងមានថាជាការលះបង់ក្តីសុខផ្ទាល់ខ្លួនដើម្បីគេដើម្បីប្រយោជន៍រួមសុខចិត្តហត់ជាងគេហើយចូលធ្វើការមុនគេចេញក្រោយគេនេះគឺជាផ្នែកទី1របស់យើងធម៌នៃការឲ្យហើយនឹងសិលធម៌មកដល់ផ្នែកទី2ណាផ្នែកទី2គឺធម៌នៃការគ្រប់គ្រងអញ្ចឹងយើងតពីចំណុចដែលយើងអនុវត្តខាងលើណាដោយសារតែយើងបែងចែកជា3ផ្នែកនីមួយៗទី1គឺមាន3ផ្នែកទី2គឺមាន3ដែរហើយផ្នែកទី4គឺយើងមានចំនួនផ្នែកទី3មានចំនួន4ផ្នែកទី2មានចំនួន3អញ្ចឹងយើងចូលចាប់ដើមផ្នែកទី2ធម៌នៃការគ្រប់គ្រងអារម្មណ៍ណាធម៌នៃការគ្រប់គ្រងអារម្មណ៍4អជាវៈណាអជាវៈមានថាភាពស្មោះត្រង់និយាយម៉ាត់ណាម៉ាត់នឹងមិនកុហកកូនចៅទេនេះគឺជាទី4ទី5មត្តវៈណាមត្តវៈមានថាភាពទន់ភ្លន់មានអ្នកណាមិនចាំបាច់កាច់ណាតែពីខ្លះនោះទេប្រើសម្ដីទន់ភ្លន់តែមើងម៉ាត់សម្ដីផ្អែមតែអាចទិញយកបេះដូងមនុស្សបានទី6តបៈមានន័យថាការដុតកិលេសគឺមិនប្រកាន់បពុនិយមណាមានលំអៀងហើយមានបណ្ដោយឲ្យតណ្ហាដឹកមុខក្នុងការសម្រេចចិត្តហើយនេះគឺជាទី6នៅក្នុងផ្នែកទី2ហើយមកដល់ផ្នែកទី3របស់យើងគឺធម៌នៃការអត់ធ្មត់ហើយនឹងមានបៀតបៀនអញ្ចឹងទី7នេះយើងចាប់ដល់ផ្នែកទី3ហើយគឺមានយើងតពីផ្នែកទី2ណាហ្នឹងទី7អកោធៈមានថាមិនកោតខឹងមានអ្នកនឹមត្រូវចិត្តធ្ងន់ដូចផែនដីពេលកូនតាធ្វើខុសកុំជីភ្លាមណាត្រូវស៊ូនឹមហេតុផលហើយពេលខឹងហាមរៃចិត្តឲ្យខាតចាំជប់ខឹងចាំស្រ័យចិត្តទី8អវិហិង្សាមានន័យថាមិនបៀតបៀនហើយមិនប្រើអំណាចដើម្បីគៀបសង្កត់ឬក៏ធ្វើបាបអ្នកតូចតាចណាទី9ខន្តីមានន័យថាសេចក្តីអត់ធន់នឹងពាក្យរិះគន់អត់ធ្មត់នឹងការលំបាកហើយមកដល់ចំណុចទី10គឺអវិធោណាអវិរោធិនៈណាអវិរោធិនៈតិណៈមិនប្រព្រឹត្តខុសច្បាប់ឬក៏ប្រប្រៃណីគេថាគោរពច្បាប់ឲ្យបានជាគំរូធ្វើជាគំរូគេណាអានេះគឺជាផ្នែកទាំង3មានទាំងអស់10ចំណុចមានន័យថាគឺជាទស្សពិតវិជ្ជធម៌ញាតិញោមគុណម្ចាស់បើញាតិញោមចង់ឲ្យកូនគោរពចង់ឲ្យបុគ្គលិកស្រឡាញ់ចង់ឲ្យសង្គមឲ្យតម្លៃសូមយកធម៌ទាំង10នេះទៅអនុវត្តណាហើយកុំធ្វើជាមេដឹកនាំដែលគេខ្លាចតែពៀននៅចំពោះមុខតែត្រូវធ្វើជាមេដឹកនាំដែលគេគោរពទោះបីជាយើងនៅពីក្រោយខ្នងឬក៏លេចាក់លោកនេះទៅឲ្យក្តីនោះហើយគឺជាធម្មរាជាដែលជាស្ដេចដែលមានធម៌សូមអនុមោទនា